ដឹងនេះថាបើសិនតែសាលានឹងបណ្ដុះបណ្ដាលនេះហើយបើសិនតែជំរុញឲ្យកូនមកគូនៅក្នុងសូមការសូមនមស្ការกับការគុំកណ្ដាលគុំចាស់គ្រប់អង្គសូមជម្រាបសួរពុកម៉ែបងប្អូនអរគ្នាបានក្នុងថ្ងៃនេះខ្ញុំបានចុះមកខាងវត្តលំព្រលឹងហើយនៅសាលាពុទ្ធកបឋមសាលាលំព្រលឹងបាទអញ្ចឹងជាស្រ័យកណ្ដាលគុំចាស់ណនហាយដែលបានថាឧបត្ថម្ភទៅខាងវត្តសំសាន់ដោយសារវត្តសំសាន់គឺលោកចាតកាឡៃវល់ឡើងទៅខាងខេត្តកណ្ដាលអញ្ចឹងហើយខ្ញុំកណ្ដាលសូមពវល់ការឧបត្ថម្ភរបស់គុណនឹងមកខាងវត្តលំព្រលឹងវិញបាទអញ្ចឹងនៅក្នុងវត្តលំព្រលឹងនេះក៏មានបើកពុទ្ធកបឋមដែរគឺនៅក្នុងភូមិសន្តិឃុំដានរុនសុខសួនគុំខេត្តសៀមរាបអញ្ចឹងកុំឲ្យខាតពីយូរសូមនិមន្តនឹងអញ្ជើញពុកម៉ែបងប្អូនទៅទស្សនាទាំងអស់គ្នាបាទសូមជម្រាបវត្តលំព្រលឹងជាវត្តមួយដែលបានបើកសាលាពុទ្ធកជាយូរមកហើយប៉ុន្តែនៅក្នុងការផ្សព្វផ្សាយគឺពុទ្ធសាសនាបានផ្សព្វផ្សាយអញ្ចឹងគឺពុកម៉ែបងប្អូនស្គាល់សាលាពុទ្ធកហ្នឹងតែនៅក្នុងថ្ងៃនេះខ្ញុំផ្សព្វផ្សាយដើម្បីឲ្យពុកម៉ែបងប្អូនបានដឹងបានស្គាល់ហើយនឹងអញ្ជើញមកចូលរួមផងបានមានជាមានជាសម្ភារៈសិក្សាផ្សេងៗបាទអញ្ចឹងក៏មកថាពេលនេះខ្ញុំនឹងការស្ទាបជាមួយនឹងគុណពីប្រវត្តិនៃការបើកសាលាហើយនិងការរៀបចំសាលាផ្សេងៗទាំងនមស្ការទៀតខ្ញុំបានសូមបិទពីសូដាក់បញ្ចាក់ពីប្រវត្តិការបើកសាលាហើយការរៀបចំសាលាការគ្រប់គ្រងសាលាអញ្ចឹងទី1ខ្ញុំសូមបិទពីសូគុណពីតើប្រវត្តិការបើកសាលាហើយនៅក្នុងនោះក៏បើជាផ្លូវការនេះគឺនៅក្នុងថ្ងៃទី5ខែ5ឆ្នាំ2024គឺជាផ្លូវការហើយពីមុននោះគឺបើកដែរប៉ុន្តែអត់ជាផ្លូវការទេបើកសាមញ្ញសិនចូលឈ្មោះទៅក្នុងសាលាអញ្ចឹងមានថាយើងរៀនហើយមានគ្រូមិនសិនប៉ុន្តែឈ្មោះយើងគឺបញ្ជូនទៅខាងវត្តព្រះមុនបញ្ចូលឈ្មោះហ្នឹងដើម្បីនៅប្រឡងខេត្តនេះអញ្ចឹងតាមមុននេះបើតែពី2005ហូតដល់2024បានមានសាលាទៅគឺតាមយើងបើកពីផ្លូវការអញ្ចឹងបើកពីផ្លូវការបាន2ឆ្នាំនេះអញ្ចឹងណាអត់ខ្លួនច្រើនណាស់អញ្ចឹងការបើកសាលានេះគឺបានរៀបរាប់ហើយយើងបើកចាប់ពី2005មកម្លេះប៉ុន្តែតាមនេះគឺយើងខ្សត់ខ្សត់គឺថាខ្វះធនធានមានសាលាអីទេអញ្ចឹងរៀននៅសាលាស្បូវហើយរៀនទៅគឺបានតែមានសមាជិកគ្រប់អញ្ចឹងហើយផ្សំបញ្ជូនទៅវត្តព្រះគុណដើម្បីឡើងប្រឡងខាងខេត្តណាគឺទីបាទអញ្ចឹងអរគុណច្រើនហើយមួយទៀតគឺថាសូមប្រទានសួរពីការបើកសាលានឹងបើកបង្រៀនមានប្រមាណថ្នាក់ដែរនៅឆ្នាំនេះហើយនិយាយពីឆ្នាំ2005នេះគឺបានពីថ្នាក់ទទួលហើយឆ្នាំដំណេញនេះគឺឆ្នាំ2024ហ្នឹងគឺបានបើកថ្នាក់ហើយដល់ពេលឆ្នាំ2025យើងក៏បើកបានពីថ្នាក់ទី1និងថ្នាក់ទី2អញ្ចឹងចាប់ពី2005នេះបើពីថ្នាក់រហូតហ្នឹងមកដល់ឆ្នាំ2024ដែលបើកផ្លូវការយើងបានថ្នាក់ពេញបានទី1ដល់ឆ្នាំ2025នេះគេបានពីថ្នាក់ទី1ថ្នាក់ទី2អរគុណអញ្ចឹងកម្រិតថ្នាក់ជាឆ្នាំក្រោយបានថ្នាក់ទី3ឬទី2អរគុណហើយមួយទៀតពោះសំណាក់សិស្សតែមួយមកដាក់ពីចូលរៀននូនសំណាក់សិស្សសរុបប្រហែលក្នុងថ្នាក់ទីដាក់ពីទៅរៀនដាក់ពីហ្នឹងគឺដោយសារថ្នាក់ទី1គឺបានពីអង្គណាពីអង្គថ្នាក់ទី2ថ្នាក់ទី2គឺបានពីអង្គណាពីអង្គអាស្រ័យនៅក្នុងបច្ចុប្បន្នយុគពិតប្រាកដនេះគឺថាចេញភាសាហើយមានលេខចាសិក្ខាបទខ្លះបងអត់មិនដែរនៅអំនៅខ្លះក៏យើងការសិក្សារៀនសូត្រក៏នៅតែបន្តទៅបងចឹងនេះក៏យើងទីធម្មតាឬចឹងតែយើងឲ្យសិក្សាបើអង្គហ្នឹងអត់បងច្រើនហើយទៅសំណាក់សិស្សដែលមុនមករៀនទៅលោកមុនមកពីស្រុកណាខ្លះហើយឬក៏នៅក្នុងស្រុកនេះដែរចំណែកបងគ្រូសមណសិស្សហ្នឹងគឺពីមុនមកគឺមានជាពីស្រុកស្រុកក្រែងផងហើយនឹងស្រុកស្វាយលើគឺហើយនៅក្នុងស្រុកសួនគុំអញ្ចឹងគឺមាន3ស្រុកដែលច្រើនដែលចូលមកការសិក្សារៀនសូត្រនៅសាលាពុទ្ធកនេះហើយនៅក្នុងសំណឹងក៏មានញោមដែលជួយកូនអីមកបួសក្នុងវត្តលោកលឹងនេះអរគុណតទៅទៀតគឺខ្ញុំចូលដល់ចំណុចទី4តែសូមពីគ្រូខ្ញុំដល់ណាតើគ្រូបង្រៀនមានប្រមាណនេះហើយគ្រូហ្នឹងគឺនៅក្នុងគ្រូបេសកញ្ញាគឺមាន2បងហើយគ្រូបានសិក្សាសាលាពុទ្ធកនៅប្រទេសបូទី1គឺគ្រូ
ពីអាវុធនិងជាអង្គធិតាហើយគ្រូដែលត្រូវជួលគេមានគ្រូជួលក៏មានហើយនៅក្នុងនោះក៏មានគ្រូអង់គ្លេសហើយនិងវិទ្យាចឹងគ្រូចឹងច្រើនគ្រូពូនេះចឹងគ្រូណែគ្រូកិច្ចសន្យាទី2នេះហើយគ្រូពីនេះគ្រូអង់គ្លេសនិងគ្រូតនិតវិទ្យាបន្ថែមទៀតណាអរគុណហើយពិតជាល្អណាស់ដើម្បីជាធម្មតាគ្រូកិច្ចសន្យាអាចរៀនបានអស់ខ្លួនចឹងណាចឹងច្រើនមកដល់9មកគាត់រួចទេចឹងចូលមកបាន acting ទៅជំនាញអាចត្រូវទៅតាមគោលដៅណាអរគុណច្រើននៅក្នុងការចូលគ្រូទៅក្នុងចំណាយគិតជាខែឆ្នាំនេះគឺជាគិតទៅជាថ្ងៃហើយនៅបច្ចុប្បន្នគឺគិតទៅជាខែលើកទឹកចិត្តក៏ដូចជាគ្រូគិតនិយាយខ្លីទៅគឺមានបងតែប៉ុន្តែជាការលើកទឹកចិត្តគ្រូដើម្បីជួយទាក់ទងរឿងសាំចឹងទៅឲ្យក្លឹបបួនៅនេះទៅហើយនាំគ្រូក៏គិតជានេះជំនឿវិតនេះដែរបានអរគុណច្រើនជួយណាចាំបានគ្រូមកក្រៅជួយទៅគឺក៏បានចំណេះមានច្រើនដែរណាអរគុណច្រើនចូលដល់ចំណុចទី5ចូលដល់ចប់ថវិកាទៅក្នុងសាលាម្ដងតែនៅក្នុងចប់ថវិកាគឺបានទីចំថវិកាឬក៏ចំណាយធម្មតាតាមបណ្ដាចំណាយហ្នឹងហើយអរគុណច្រើនគ្រូបើទីតងរឿងថវិកាតែយើងមានបញ្ចប់ថវិកាការគ្រប់គ្រងទេគឺអត់ទេប៉ុន្តែត្រង់ថាការដែលសុខរស់ជួនក៏ដូចជានៅក្នុងការគណៈគ្រប់គ្រងដល់គណៈកម្មការចូលរួមឧបត្ថម្ភខ្លះក៏ហើយក៏នៅក្នុងនោះមានញាតិញោមពុទ្ធបរិស័ទទៅកិច្ចឧបត្ថម្ភទាក់ទងរឿងការរបស់ប្រើប្រាស់ការសិក្សារៀនសូត្រមួយផ្នែកទៅហើយផ្នែកទៀតក៏ជាបញ្ចប់ថវិកាអញ្ចឹងទៅហើយក៏ប៉ុន្តែនៅក្នុងឆ្នាំទាំងមិញកាលណាដែលយើងសរុបការបញ្ចប់ថវិកាដែលយើងទៅចំណាយជូនគ្រូចាក់សាំចាក់អីឬក៏ទិញសម្ភារៈប្រើប្រាស់អីចូលទងពឿនដែរក្នុងឆ្នាំចូលតែ3ពឿនជាងដែរចឹងមានន័យថាយើងចំណាយទៅលើគ្រូបង្រៀនហើយសម្ភារៈផ្សេងៗគឺចំណាយអស់ទៅ$3,000ចឹងប្រមូលគឺ$3,000ណាតែបើយើងគិតមើលថា10ឆ្នាំតែ$30,000ចឹងសាលានេះគឺដំណើរការហូរណាអរគុណច្រើនហើយចឹងទាំងការបង្កប់ពីបានមកពីពុទ្ធបរិស័ទហើយនឹងលុយទៅខ្លួនខ្លះធម្មតាដល់បើទៅខ្លួនខ្លះចឹងបានពុទ្ធបរិស័ទហើយនឹងលុយទៅខ្លួនចឹងមានការចំណាយប្រចាំឆ្នាំគឺសរុបទៅអស់ហើយជា$3,000អរគុណហើយចូលដល់ចំណុចទី6ណាតែការគ្រប់គ្រងការបើកសាលាពុទ្ធកម្មមានញាតិញោមឬក៏ចារកម្មការឬក៏មានបំផុសពីខាងណាខាងណាសម្រាប់គ្រប់គ្រងសាលាដើម្បីបើកសាលាដំណើរការហើយអរគុណគ្រូម្ដងទៀតទាក់ទងរឿងការគ្រប់គ្រងហើយបើកសាលាពុទ្ធកម្មនេះគឺឃើញច្រើនដែរហើយជាពិសេសគឺជាគណៈគ្រប់គ្រងខ្ញុំប្រកាសអាត្មាភាពផ្ទាល់ហើយក៏ដូចជាគណៈកម្មការគ្រប់គ្រងនៅក្នុងចំណុចជើងវត្តលំលឹងអស់ទាំង7ភូមិហើយដូចជាភូមិវាលភូមិត្របោះភូមិបេងក៏ដូចជាភូមិសតីភូមិច័ន្ទក្នុងភូមិសកែជាដើមនៅក្នុងនោះក៏មានពុទ្ធបរិស័ទមួយចំនួនដែរគ្រប់គ្រងហើយការកសាងសាលាពុទ្ធកម្មនេះញាតិញោមពុទ្ធបរិស័ទនោះគឺថាគិតសប្បាយចិត្តកាលណាដែលយើងមកបួសហើយពីទៅការមានការសិក្សារៀនសូត្រជាពលិកមួយដ៏ល្អសំខាន់ណាស់ជានៃផ្នែកបេះដូងនៅក្នុងពុទ្ធសាសនាបើសិនជាយើងបួសហើយយើងបានការសិក្សាហើយធ្វើឲ្យព្យាយាមខ្លួនឯងផងហើយព្យាយាមពេលវេលាហើយជាគំរូមិនល្អទេអញ្ចឹងបានឃើញចំណុចនោះហើយបានជាញាតិញោមពុទ្ធបរិស័ទក៏ដូចជាលោកគ្រូអាចារ្យគណៈកម្មការហើយដូចជាខ្ញុំកណាមកពីផ្ទាល់គឺខំប្រឹងប្រែងការគ្រប់គ្រងសរុបសេចក្តីមកគឺគណៈគ្រប់គ្រងក៏ដូចជាគ្រូអាចារ្យគណៈកម្មការព្រមទាំងពុទ្ធបរិស័ទអរគុណច្រើនចឹងការគ្រប់គ្រងគឺពុទ្ធបរិស័ទចាលោកចាកម្មការគឺទៅគ្រប់គ្រងយ៉ាងផុសផុលដើម្បីគាត់ថាអត់គ្រប់គ្រងទេឡាយក៏មិនទៅមុខដែរបាទអរគុណច្រើនហើយទៅមួយទៀតចំណុចទី7តើការរៀបចំរដ្ឋបាលសាលានឹងគុណមានទេណាសម្រាប់អរគុណគ្រូហើយពីតងពីរឿងរដ្ឋបាលអីគឺមានហើយគ្រូកិច្ចសន្យាហើយធ្វើទៀតចំហើយក៏មានឯកសារពីតងរឿងរដ្ឋបាលហើយក៏មានកុំព្យូទ័រហើយក៏មានកិច្ចការជាច្រើនមួយចំនួនដំណើរក្នុងសាលាពុទ្ធកម្មនេះក៏ហើយនៅក្នុងនោះក៏
បានគ្រូនៅខាងវត្តចាស់ក៏ឧបត្ថម្ភកុំព្យូទ័រហ្នឹងគឺគ្រឿងដែរដើម្បីឲ្យកិច្ចការនៅក្នុងរដ្ឋបាលនៅក្នុងសាលានេះបាន ណាអរគុណច្រើនណាហើយជាចុងក្រោយថាសូមគុណមានសំណពរយ៉ាងណាដើម្បីឲ្យសាលាបន្តការរីកចម្រើនតែបងប្អូនក៏គាត់បានស្គាល់ច្រើនគាត់អាចជួយមកចូលរួមឧបត្ថម្ភទៅតាមលទ្ធភាពប្រកបសម្បត្តិ ហើយជាសូមអរគុណគ្រូម្ដងទៀតហើយក៏សូមនមស្ការព្រះអង្គគ្រូក្នុងស្រុកក្តីក្រៅស្រុកក្តីគឺដែលស្រឡាញ់ការសិក្សារៀនសូត្រនៅក្នុងពុទ្ធកៈអញ្ចឹងក៏បានចូលរួមជាកន្លងមកបានចូលរួមសម្ភារការសិក្សាក្នុងមានពុទ្ធបរិស័ទជាសំណពររបស់ខ្ញុំកណ្ណាក្នុងទៀតនេះបើសិនតែញាតិញោមពុទ្ធបរិស័ទនៅក្នុងចំណុចជើងវត្តរងពលឹងក៏ដូចជានៅក្នុងក្រៅពីវត្តរងពលឹងនេះថាបើសិនតែសាលានៅក្នុងវត្តរងពលឹងយើងមានហើយគ្រូយើងមានហើយបើសិនតែជំរុញឲ្យកូនមកបួសនៅក្នុងវត្តនេះក៏សូមឲ្យញាតិញោមពុទ្ធបរិស័ទនេះក៏វិញ្ញាអារម្មណ៍ថាបើកូនបានបួសហើយដោយខំការសិក្សារៀនសូត្រនៅក្នុងពុទ្ធវចនៈរបស់សម្មាសម្ពុទ្ធព្រះអង្គយើងសិក្សានេះគឺល្អនៅក្នុងផ្នែកពុទ្ធសាសនាព្រោះហើយទីតងអវាទរបស់សម្មាសម្ពុទ្ធផងហើយនឹងសង្គមនៅបច្ចុប្បន្នយើងឃើញហើយសំបីតែផ្នែកខាងអាណាចក្រផុសផុលនៅក្នុងការសិក្សាផ្នែកអប់រំដ៏សំខាន់ដែរហើយនៅក្នុងបច្ចុប្បន្ននេះផ្នែកពុទ្ធសាសនាក៏ដូចគ្នាដែរខាងអាណាចក្រក៏ផុសផុលនៅក្នុងការសិក្សារៀនសូត្រអញ្ចឹងគឺស្មាសូមផ្ដាំញាតិញោមពុទ្ធបរិស័ទទាំងអស់ទាំងក្នុងក្រៅស្រុកឯក្តីជាដើមនេះបើសិនតែមានសទ្ធាជ្រះថ្លាឲ្យកូនបួសហើយគឺត្រូវតែជំរុញឲ្យការសិក្សារៀនសូត្រសូមអរគុណច្រើនហើយចឹងមានប៉ុណ្្នឹងឯងហើយសូមអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតាមដាននៅការសម្ភាសន៍ពីសាលាពុទ្ធសិក្សានេះហើយក្រោយនេះគឺខ្ញុំកណាមានសម្ភារៈខ្លះៗដែលកណាគុណចាស់នៅខាងវត្តថ្មីណាក្រុមជំនាញលោកបានឧបត្ថម្ភមកណាចឹងនេះជាសម្ភារៈតិចតួចដែលខាងគុណចាស់នៅខាងវត្តថ្មីឈ្មោះគុណចាស់ណនអាយដែលលោកបានចូលរួមសម្រាប់ឧបត្ថម្ភការផ្សព្វផ្សាយផ្សាយពុទ្ធកសិក្សាតាមសាលានីមួយៗបាទចឹងពុកម៉ែបងប្អូនមិនសិនតែមានសទ្ធាអាចចូលរួមបានសម្រាប់យើងមានជាបិចមានជាសិភៅមានជាសម្ភារៈផ្សេងៗសម្រាប់រដ្ឋបាលយើងអាចចូលរួមបានព្រោះតាមសាលាមួយៗគឺខ្វះខាតច្រើនតែយើងចំណាយទៅលើផ្សេងៗច្រើនទៅហើយបើសិនយើងមានជំនួយអីគឺយើងអាចចូលរួមបានតាមលទ្ធភាពណាបាទហើយសារជាថ្មីម្ដងទេគឺខ្ញុំកណាមកទៀតសូមថ្លែងអរគុណព្រះអង្គគ្រូក៏ឈ្មោះទៅវិញនំហៃដែលបានចូលរួមឧបត្ថម្ភសម្ភារៈការសិក្សារៀនសូត្រនៅសាលាពុទ្ធកៈបឋមសិក្សាវត្តលំពលឹងដែលស្ថិតនៅភូមិសន្តិឃុំដាំរុនសសុភូមិខេត្តសៀមរាបហើយក៏ជាចុងក្រោយនេះក៏សូមថ្លែងអំណរអគុណលោកគ្រូទាំងពីរដែលបានមានយកពេលវេលាដែលមានតម្លៃនេះគឺមកបានចុះកិច្ចសម្ភាសនៅក្នុងវត្តលំពលឹងនេះហើយវត្តបានក៏សូមថ្លែងអំណរអគុណចាស់ជាជ្រៅបំផុតក៏លោកគ្រូទាំងពីរសូមជូនពរលោកគ្រូមានពុទ្ធពរចំណាយពុទ្ធការគឺយុគអនសុខៈកិលេសវ័យគ្មានគ្រាឡើយហើយជាពិសេសសម្បត្តិសុខភាពល្អបំពេញនៅក្នុងពុទ្ធសាសនាបន្តទៀតក៏សូមអរគុណហើយអរគុណ